កម្មវិធីអវត្តសហគមន៍ជាកម្មវិធីស្នូលមួយរបស់អង្គការ Caritas កម្ពុជាដែលមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នៅតាមជនបទឲ្យមានភាពប្រសើរឡើងប្រកបដោយបរិយាបន្នសកម្មភាពធំរបស់កម្មវិធីអវត្តសហគមន៍រួមមានការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មនិងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់សហគមន៍ការអភិវឌ្ឍមុខជំនួញនិងទីផ្សារការបញ្ជ្រាបអំពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុនាងខ្ញុំឈ្មោះសេងយ៉ននៅភូមិតមិញពីមុនខ្ញុំជាបច្ចេកទេសដាំបន្លែដាំអីអញ្ចឹងខ្ញុំអត់មានបទពិសោធន៍អត់មានបច្ចេកទេសអីខាងដាំបន្លែការដាក់ជីបាញ់ថ្នាំហើយប្រើថ្នាំគីមីឬការប្រើធម្មជាតិហើយមុនបន្លែអីមានបន្លែហើយអត់ដឹងទៅលក់នៅណាទេអត់មានទីផ្សារទន្ទឹមនឹងនេះដើម្បីឲ្យគម្រោងរបស់កម្មវិធីអវត្តសហគមន៍ដំណើរការទៅដោយរលូននិងមានប្រសិទ្ធភាពគឺគម្រោងយើងបានរៀបចំចងក្រងឲ្យមានជាសហគមន៍អវត្តភូមិនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់តែម្ដងដែលយើងបង្កើតឲ្យមានជាក្រុមផលិតកម្មដែលមានអ្នកផលិតអ្នកប្រមូលទិញក៏ដូចជាអ្នកចែកចាយទៅដៃគូរបស់យើងទាំងក្នុងខេត្តនិងក្រៅខេត្តធ្វើដូចម្តេចឲ្យពួកគាត់មានការផលិតរបស់ពួកគាត់ឲ្យទៀងទាត់ទៅតាមផែនការដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានទូលំទូលាយនិងទៅតាមតម្រូវការរបស់ទីផ្សារតែក្នុងនោះមានក្រុមដាំបន្លែក្រុមចិញ្ចឹមមាន់ក្រុមផលិតស្វាយចន្ទទីជាដើមដែលជាមុខរបរសំខាន់របស់សហគមន៍ដើម្បីឲ្យសហគមន៍គាត់មាននិរន្តរភាពនៅពេលដែល Caritas បកគោលការណ៍ទទួលខុសត្រូវទៅឲ្យសហគមន៍ក្នុងរយៈពេលកំណត់ណាមួយហើយពីមុនមកមិននឹកស្មានថាយើងនឹងអាចមាន AC មកដល់ថ្ងៃនេះទេដោយសារថាយើងមិនគិតថាសមត្ថភាពយើងអាចនឹងគ្រប់គ្រង AC បានទេប៉ុន្តែដោយសារតែការរៀបចំរបស់ Caritas ធ្វើឲ្យយើងបានចេះការគ្រប់គ្រងហើយអ្វីដែលយើងបានមកសប្តាហ៍ថ្ងៃក៏យើងមិនភ្លេចក្នុងការអរគុណដល់អង្គការ Caritas ដែលបានផ្ដួចផ្ដើមតាំងពីយើងនៅជា VDA ក្នុងភូមិបាននៃសមាគមភូមិរហូតដល់បង្កើតឲ្យយើងមានបង្កើតកកើតជា AC មួយមកដល់សប្តាហ៍ថ្ងៃនេះដែលមានសមិទ្ធផលជាច្រើនហើយនឹងមានអង្គការដៃគូជាច្រើនចាប់អារម្មណ៍និងសហការជាមួយយើងចំណុចសំខាន់ខ្ញុំមើលឃើញថា AC ទាំងមូលដែលបានមានវគ្គបណ្ដុះបណ្ដាលដល់សមាជិកនិងមានឲ្យមានបទពិសោធន៍ក្នុងការកើតមុខរបរនៅក្នុង AC ឃើញថាជាប្រវត្តិគាត់នឹងមានផ្លាស់ប្ដូរមុខរបររៀងស្រួលជាងមុនគាត់មានមុខរបរជាងមុនហើយសូមថ្លែងអំណរគុណដល់ AC វិជាសាមគ្គីដែលបានផ្ដល់បទពិសោធន៍និងគ្រប់គ្រងកសិករយើងនៅក្នុង AC ហើយនឹងអរគុណដល់ Caritas កម្ពុជាដែលបានជួយខាង AC ដែរហើយនឹងបានផ្ដល់បទពិសោធន៍ឲ្យខាង AC ដើម្បីមកដល់សមាជិកនៅក្នុងភូមិយើងទាំងនោះហើយខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះសកម្មភាពរបស់អង្គការ Caritas ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងការអភិវឌ្ឍនៅឃុំវិជារបស់យើងនេះពីពេលនេះក៏ដូចជាពេលបន្តទៀតសូមចូលរួមចំណែកឲ្យបានកាន់តែប្រសើរឡើងដើម្បីការអភិវឌ្ឍឃុំវិជារបស់យើងមានការរីកចម្រើនលើគ្រប់វិស័យដែលអង្គការចូលរួមបានអរគុណជាចុងក្រោយក្នុងនាមជាមន្ត្រីម្នាក់របស់អង្គការ Caritas កម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៅក្នុងសហគមន៍ទាំងមូលមានសហគមន៍អភិវឌ្ឍភូមិសហគមន៍កសិកម្មអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធនិងជាពិសេសគឺម្ចាស់ជំនួយដែលបានជួយគាំទ្រទាំងធនធាននិងថវិកាដើម្បីជួយអភិវឌ្ឍនៅក្នុងមូលដ្ឋានធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានមុខរបរពិតប្រាកដនិងបន្តសកម្មភាពទាំងអស់នេះដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ